បាទសួស្តីបងប្អូនបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទជាមួយនឹងឈុត12គ្រាប់បងប្អូនបាទជាប្រភេទស្លុកឈើបាទហើយរូបរាងគឺបែបនេះបាទរូបរាងគឺបែបនេះសម្រាប់ឈុតនេះគឺចេញ800វ៉ុលបងប្អូនបាទចេញ800វ៉ុលដោយសារបងគាត់ជាម៉ូចាស់ដែរទេហើយគាត់យកទៅលេងទឹករាំងជ្រៅហើយសូមជម្រាបដល់ពុកម៉ែបងប្អូនថាសម្រាប់ឈុតដែលយើងលេងវ៉ុលខ្ពស់បែបនេះគឺកម្ដៅវាក៏ឡើងលឿនគួរសមដែរពុកម៉ែបងប្អូនបាទក្ដៅទាំងដុំក្ដៅទាំងគ្រាប់អញ្ចឹងហើយពុកម៉ែបងប្អូនត្រៀមចិត្តត្រៀមកាយទទួលយកវាទៅពុកម៉ែបងប្អូនមកទទួលយកវាទៅហើយសួរថាបើសិនជាយើងរៀបបណ្ដោយក្ដៅបានណាបងបានបងតែគុណភាពនៃការចាប់ក៏វាតាមនឹងអញ្ចឹងណាពុកម៉ែបងប្អូនបាទដោយសារអីបើសិនជាយើងមិនឲ្យវាក្ដៅមានទី1យើងតម្លាក់វ៉ុលបាទទី2យើងតម្លាក់អំពែគឺតែប៉ុណ្ណេះគឺវាអត់ក្ដៅទេពុកម៉ែបងប្អូនបាទហើយបើសិនជាយើងតម្លើងទាំងវ៉ុលតម្លើងទាំងអំពែវាក្ដៅទាំងគ្រាប់ក្ដៅទាំងដុំនេះពុកម៉ែបងប្អូនជាពិសេសគឺអំពែហើយយើងរឹតតែតម្លើងវារឹតតែធ្វើការខ្លាំងអញ្ចឹងវារឹតតែក្ដៅបាទក្ដៅទាំងគ្រាប់ក្ដៅទាំងដុំដោយសារអីពេលណាដែលយើងបុកអំពែខ្លាំងគ្រាប់នឹងធ្វើការខ្លាំងបាទមានន័យថាវាកាប់ភ្លើងខ្លាំងមានន័យថាគ្រាប់ហ្នឹងពេលណាវាធ្វើការគឺវាកាប់ភ្លើងបូកនឹងដកហ្នឹងឲ្យវាប៉ះគ្នាវាធ្វើការជាមួយគ្នាឲ្យវាទៅជាចរន្ត AC អញ្ចឹងពុកម៉ែបងប្អូនបាទយកអំឡែងពីចរន្ត DC ទៅចរន្ត AC អញ្ចឹងគឺវាកាប់គ្នាខ្លាំងមែនតើវាធ្វើឲ្យដុំយើងក៏ធ្វើការខ្លាំងតាមហ្នឹងអញ្ចឹងកម្ដៅក៏វាឡើងទៅតាមហ្នឹងពុកម៉ែបងប្អូនបាទខ្សែក្ដៅអ៊ុនៗបាទក្ដៅអ៊ុនៗហើយចំណត់ដុំគឺបើសិនជារយូរក៏ក្ដៅគួរសមដែរបាទក្ដៅគួរសមដែរចឹងពុកម៉ែបងប្អូនចុចរឿងបណ្ដៃតិចទៅបាទចុចរឿងបណ្ដៃតិចទៅដោយសារអីដុំបើសិនជាយើងចង់ឲ្យរៀបខ្លាំងវាឡើងកម្ដៅចឹងបាទហើយសួរថាបងរៀបកុំឲ្យក្ដៅបានណាបងឲ្យតែប្រាប់ខ្ញុំពុកម៉ែបងប្អូនប្រាប់ខ្ញុំហើយពុកម៉ែបងប្អូនអាចទទួលយកភ្លើងបានល្បាក់ប្រហែលជាភ្លើងត្រឹម500ឬក៏600គឺរៀបជូនពុកម៉ែបងប្អូនអត់ក្ដៅទេបាទក្ដៅទេ500 600ហើយយើងទៅលាក់តែទៀតតែការចាប់ត្រីក៏វាមិនទៅជាប់ចឹងណាពុកម៉ែបងប្អូនខ្ញុំខ្លាចតែពុកម៉ែបងប្អូនយកទៅប្រើទៅស្ទើរចិត្តបាទស្ទើរចិត្តហើយឈុតអស់ទាំងនេះគឺខ្ញុំរៀបឲ្យមិនឲ្យស្ទើរចិត្តទេសម្រាប់ការចាប់ត្រីពុកម៉ែបងប្អូនមកចាប់ត្រីក៏អត់ស្ទើរចិត្តទេប៉ុន្តែអ្វីដែលស្ទើរចិត្តគឺកម្ដៅហើយកម្ដៅរបស់វានឹងបើសិនជាយើងធ្វើខ្លាំងចឹងខ្ញុំមិនអាចធ្វើឲ្យវាមិនក្ដៅបានចឹងណាពុកម៉ែបងប្អូនបាទទាំងដុំទាំងគ្រាប់បាទហើយសម្រាប់12គ្រាប់គឺរៀងគួរសមណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនខ្លះគាត់ដាក់16គ្រាប់ចឹងមានន័យថាដុំគឺក្ដៅមែនតើក្ដៅមែនតើក្ដៅជាង12ដោយសារអីយើងធ្វើឲ្យខ្លាំងហើយបើសិនជាយើងបន្ថយអំពែក៏បានដែរពុកម៉ែបងប្អូនបាទយើងបន្ថយអំពែទៅវាទៅក្ដៅទីដុំបាទវាក្ដៅតែគ្រាប់អីចឹងបាទក្ដៅតែគ្រាប់អីចឹងដុំក្ដៅតែយកទៅចាប់វាអត់ទៅបានចឹងណាបងប្អូនបាទចាប់ត្រីវាមិនទៅបានអញ្ចឹងហ្នឹងហើយបងប្អូនអ្វីក៏ដោយតែមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងទើបបងប្អូនបាទទទួលវាទទួលស្គាល់វាអញ្ចឹងណាបងប្អូនទទួលស្គាល់វាអញ្ចឹងហើយបងប្រុសមួយចាស់ដែរទេបាទហើយគាត់ថាគាត់ទៅបាច់ទឹករបាច់ទឹកអញ្ចឹងហើយឥឡូវសារនេះខ្ញុំប្រាប់គាត់ថាបងបាច់របាច់ទឹកទេបាទបងត្រូវលិចទៅហើយបើសិនជាមិនត្រូវលិចទេក៏រកតាមដំណើរទៅវាក្ដៅទៅបាទធ្វើមិនទេហ្នឹងបាទវាឡើងកម្ដៅចឹងឯងឡើងកម្ដៅចឹងឯងខ្ញុំឲ្យទៅវាក្ដៅឈ្ងុយពេកហើយបើថាវាក្ដៅខ្លាំងពេកបងប្រុសអាចមិនបន្តិចក៏សម្រាប់ទៅបាទទៅតោះឥឡូវយើងធ្វើតេស្តទាំងអស់គ្នាភ្លើង800វ៉ុលហ្នឹងវាមិនវិញបានគេជាងថាចាប់មិនឲ្យតឹងចិត្តហ្នឹងត្រីបងប្អូនមកចាប់ត្រីមកតឹងចិត្ត800វ៉ុលហើយកម្ដៅអំពែធំទៀតណាបងប្អូនមិនមែន800វ៉ុលអំពែតូចទេណាបាទតោះឥឡូវយើងសាកមើលបងប្អូនសាខ្យល់ពុកម៉ែបងប្អូនសាខ្យល់រេកបាក់គូភ្លើងតិចបាទហើយពុកម៉ែបងប្អូនឃើញហុយក្នុងវែកនេះខ្ញុំបាញ់ទៅលើសួរបងប្អូនមកតែតែខ្ញុំចលក់មួយជាន់ហើយខ្ញុំបាញ់មួយជាន់ទៀតកន្លែងហ្នឹងវាអត់ទៅត្រូវអញ្ចឹងគឺភ្លើងវាខៀវលេសបងប្អូនមកខៀវលេសអេមបាទអេមហើយស្គូលបងប្អូនអេមហើយស្គូលវាឆេះហ្វអញ្ចឹងបងប្អូនបាទតែខ្ញុំបាញ់យកនេះមិញបាទហើយឈុតនេះទៅណាទៅនេះបងប្អូនមកផ្លិចបាត់ហើយឈុតនេះជាមួយចាស់បាទផ្លិចបាត់ហើយជាស្រ័យម៉ូយបាទ
ស្រីមកចាស់បាទតែខ្ញុំកត់បាទកត់បើអត់កត់ទេគឺនិយាយធៀបពេញទឹកពេញដីឡើយពុកម៉ែបងប្អូនបាទបានក្រៅប្រទេសផងវាបានរៀបដៃផងបើសិនជាបានរៀបដៃគឺថ្ងៃឬក៏2ថ្ងៃនៅតែផ្លិចនៅបានក្រៅប្រទេសមានលំបាកចង្កល់មួយអាទិត្យបើបានចិនទេ10ថ្ងៃជាងអញ្ចឹងផ្លិចពេញទឹកពេញដីនឹងតែមិនកត់នោះពុកម៉ែបងប្អូនបាទអញ្ចឹងបន្ទូថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបាទអរគុណពុកម៉ែបងប្អូនបាទជួយគ្រប់ត្រូលឆ្លើយរបស់ខ្ញុំបាទក៏ដូចជាជួយគ្រប់ត្រូលខ្ញុំបាទរយៈពេលកន្លងមកជាច្រើនឆ្នាំបាទជាច្រើនឆ្នាំព្រោះខ្ញុំ2ឆ្នាំ3ឆ្នាំហើយ3ឆ្នាំជាងហើយតាមមើលបាទនេះខាងនេះនេះចាំពុកម៉ែបងប្អូនអាចទៅខ្ញុំបានតាមរយៈលេខទូរស័ព្ទបាទ090 2176 096 091 81 បាទលេខទី2សិតតែមាន Telegram បាទសម្រាប់ការកំងក្រៅប្រទេសគឺផ្អាកទទួលសិនពុកម៉ែបងប្អូនផ្អាកទទួលសិនចូលឆ្នាំចិនហើយទៅទទួលអរគុណច្រើន